វិមានក្រំឡាំងកាពីថ្ងៃពុធទី28ខែឧសភាបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីជាមួយលោក Donald Trump និងលោក Vladimir Putin ខណៈដែលទីក្រុងគៀវស្វែងរកការបង្ខំទីក្រុងមូស្គូឲ្យបញ្ឈប់ការឈ្លានពានរយៈពេល3ឆ្នាំរបស់ខ្លួនទីក្រុងមូស្គូបាននិយាយថាកិច្ចប្រជុំណាមួយដែលពាក់ព័ន្ធទៅនឹងប្រធានាធិបតីរុស្ស៊ីលោក Putin និងលោក Zelensky នឹងកើតឡើងបានលុះត្រាណាតែកិច្ចព្រមព្រៀងជាក់ស្ដែងត្រូវបានវាយចុះហត្ថលេខារវាងចរចាពីភាគីនីមួយៗលោក Putin ក៏បានច្រានចោលនៅក្នុងការណាត់ជួបជាមួយនឹងលោក Zelensky នៅក្នុងប្រទេសទូគីកាលពីដើមខែនេះផងដែរមេដឹកនាំវិមានក្រំឡាំងបាននិយាយម្ដងហើយម្ដងទៀតថាគាត់មិនឃើញលោក Zelensky ជាមេដឹកនាំស្របច្បាប់នោះទេហើយបានអំពាវនាវឲ្យពលរដ្ឋអ៊ុយក្រែនផ្ដួលរលំលោក Zelensky នោះចោលទន្ទឹមទៅនឹងប្រធានាធិបតីអាមេរិកលោក Trump បានសម្ដែងការខកចិត្តចំពោះមេដឹកនាំទាំងពីរដែលមិនទាន់មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅឡើយចំពោះក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថាភាគីទាំងពីរបានផ្លាស់ប្ដូររលកនៃការវាយប្រហារតាមអាកាសដ៏ធំនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយអ៊ុយក្រែនបានបាញ់យន្តហោះគ្មានមនុស្សបើកជិត300គ្រឿងទៅកាន់ប្រទេសរុស្ស៊ីនៅក្នុងរយៈពេល1យប់ជាមួយគ្នានេះលោក Zelensky បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់អ្នកកាសែតកាលពីថ្ងៃអង្គារទី27ខែឧសភាថាប្រសិនបើលោក Putin មិនស្រួលចិត្តជាមួយនឹងកិច្ចប្រជុំទ្វេភាគីឬប្រសិនបើមនុស្សគ្រប់គ្នាចង់ឲ្យមានកិច្ចប្រជុំត្រីភាគីខ្ញុំមិនប្រកាន់នោះទេខ្ញុំត្រៀមខ្លួនសម្រាប់កិច្ចប្រជុំទម្រង់ណាមួយក៏បានមេដឹកនាំអ៊ុយក្រែនបាននិយាយដែរថាលោកបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំរវាងរូបលោកនិងលោក Trump និងលោក Putin ផងដែរ